chạy tới bà môn chạy tới bà thì bà cầm lươn toàn chất bà môn ngọc kia bà plét đó lấy bà môn nè chạy tới bà môn ông phụ minh ngọc kia sọc sài dương lấy có miếng delivery đắt đây mẹ cha mà tới ti krong ban trong hộp ban cầm mong bán đi thằng khánh tam lấyตัวซับรับbà môn trong hộp ấy các bạn này thằng khánh mà trong mócตัวcái ti tăng cốt bà môn mơ bà tất tập phiệp mòn đây mau bà mùi linhงี้cùi thì chia tôi bây giờ thời càng nghi mà miên nhắc hơi bà dương mong cùi hộp ấy bà mơ tất tập phiệp nhận lại bà môn khơi chẳng khiêu tròn ngắt đó đem rong môn ngọc kia mi rong ra để sọc sài đây chỉ vứt bao dương muốn coi cho người ta cũng là ngóp ấy muốn ngóp nhưng tệ với ấy cho người ta chiều rồi bài khá cho người không prăng mà chịu vượt đấy dương nữ cái không prăng đâu lui tiếp mà nên mà coi lấy cho môn mà mà hộp ấy đâu á người ta biết là nè Rossi rồi mà bốc bắt cá để miền chụp tôi tục Rossi miền xi hay miền tục điện cha bài đó bong bong cái này mà chụp bài đó này hiệp số bong bong này cái này sự tham nhũ vừa chung đi tới bà toពីដល់រតនគិរីទីមានជ័យបាទកពតពងចាំពងធំវិលលិចវិលកាត់មកដល់ខេត្តស្វាយរៀងយើងទៀតហើយឥឡូវនេះបាទថ្មនេះម៉ោងចូល5 6នេះម៉ោង 7 6ប៉ុន្តែមើលទីសភាពបរិយាកាសនៅកន្លែងដីត្បូងថ្មធម្មជាតិផ្ទាល់បាទគឺមានរថត្រជាក់ស្រស់ស្រាយហើយឥឡូវកើតមុខបងមួយទៀតណែបងប្អូននេះបាទចង់និយាយថាពាក្យថាអ្នករ៉ូស៊ីរមកមុខអត់កើតទេហើយរកច្រើនមុខមួយរ៉ូស៊ីអត់មានចតុលទុករ៉ូស៊ីមានអាស៊ីហើយមានអាទុកទៀតចឹងចង់និយាយថាហ្នឹងបានថានេះរ៉ូស៊ីតែឥឡូវបាទបងស្រីបាទធ្វើហូបអានេះដល់ឆាមីបង37ទុំបាទមានលក់អីខ្លះកន្លែងបងខាងខ្ញុំកន្លែងខ្ញុំមានងាវ7ទុំបកាឆាមីឆាបុកល្ហុងបាទបងមាន់អាំងទៀតអូយបងប្អូនហើយនេះចង់និយាយថាឃើញថាបោះហើយខ្ញុំមកកាមុនអូលេងលឺល្អដឹកគោទៅណាបាទដឹកទៅកើតតែដឹកទៅខាងបងប្អូនយើងកើតទេថាមើលហ្នឹងបងប្អូនណាឃើញតែបោះឥឡូវថ្ងៃនេះមកដល់ហើយព្រោះបងប្អូនដឹងឆ្ងល់ទៀតហើយពេលខាងបងប្អូនថាចំមិនស្ថានញូធ្វើអីបង្កត់ថ្ងៃមុនឃើញខ្លះថតត្បូងថ្មធម្មជាតិជាមួយក្តីត្បូងថ្មធម្មជាតិតែឥឡូវបាត់មុខឯណាដើរថតពីជ្រូកពីកសិកម្មពីអីចម្រុះពួកខ្ញុំនិយាយថាមនុស្សយើងមានស្រឡាញ់ចង់ចែករំលែកចូលចិត្តបត់ផ្សោតបែបកសិកម្មផងអីចឹងចង់និយាយចូលចិត្តនិយាយចូលចិត្តដើរច្រើនថែបហ្នឹងហើយចង់ស្គាល់ជើងវិញមកជើងវិញបងប្អូនមើលតែជើងហ្នឹងមើលកពស់កបោហ្នឹងហើយពេលអញ្ចឹងទៅក៏មិនទៅច្បាស់នៅកន្លែងទេមិនដែរទីកន្លែងបច្ចុប្បន្នចឹងនិយាយថាយើងរស់នៅហ្មងរាល់ថ្ងៃខ្ញុំនៅភូមិតាពាំងរុនទី2ឃុំចន្ទ្រីស្រុករមៀហើយខេត្តស្វាយរៀងនឹងដូចគ្នាដែរនៅខុសគ្នាតិចទេព្រោះក្តីត្បូងថ្មធម្មជាតិទីតាំងគាត់នៅរាល់ថ្ងៃនេះនៅភូមិតាពាំងដៅភូមិស្វាយប៉ោភូមិតាពាំងដៅស្រុករមៀហើយខេត្តស្វាយរៀងបាទហើយបងប្អូនពេចឃើញខ្ញុំផុសស្ងាត់អីបងប្អូនចង់ដឹងបាទតកតងទៅនឹងបាទកម្មត្បូងថ្មធម្មជាតិរបស់យើងដែលមានបាទសម្រស់ស្រស់ស្អាតទៅតាមបែបធម្មជាតិរបស់យើងខ្មែរយើងដែលបងប្អូនយើងគាត់រើសបានពីភ្នំបាទពីព្រៃគាត់រកបានត្បូងថ្មធម្មជាតិអីគាត់រកបានមកបាទគាត់យកមកលក់ឲ្យពួកក្តីគាត់ទិញយកមកកែច្នៃដើម្បីលក់ជាឲ្យបងប្អូនយើងដែលស្រឡាញ់ប្រភេទត្បូងថ្មកម្មធម្មជាតិអីបងប្អូនអាចបាទមើលតាមเพจពួកក្តីត្បូងថ្មធម្មជាតិដែលខ្ញុំដាក់នៅខាងលើនឹងស្រាប់បងប្អូនដឹងហើយเพจពួកក្តីត្បូងថ្មធម្មជាតិបាយមើលឃើញហើយបងប្អូនបាទបងប្អូនមកបងប្អូនអ្នកដែលគាត់ស្រឡាញ់បាទនេះចង់គ្រប់គ្រងរបស់ខ្មែរចង់ពាក់របស់ខ្មែរបងប្អូនបាទមកតាក់ទងក្តីត្បូងថ្មធម្មជាតិហើយបងប្អូនដែលលើងាយស្រួលជាងមុនដល់ថាបងប្អូនពីមុនមកដល់តែប្តីខ្លាចព្រោះអត់បាយឥឡូវអត់ទេមានអ្នកលក់ត្រាឃើញដល់មុខមកដល់មីឆាបាទក៏មានហុងបុកក៏មានបកាក៏មាននិយាយទៅបាទមានទាំងគ្រប់ទាំងអស់មកដល់ហូបហើយបាទអង្គុយមើលបាទចរចាកម្មមើលបងប្អូនឆ្លាញ់កម្មមួយណាប្រភេទណាយើងអាចរើសមើលបានទៀតហើយមកមើលផ្ទាល់និយាយទៅទំនុកចិត្តបងប្អូនទាំងគ្នាវាងាយស្រួលចង់និយាយថាមិនពិបាកទេឥឡូវនេះចង់និយាយទីតាំងនេះបងប្អូនងាយស្រួលរកណាឥឡូវមកចេញមកក្រៅនេះមើលសួរទីតាំងមើលបងប្អូនមើលប៉ាវេននៅកន្លែងគាត់លក់នេះថ្មនេះស្ងាត់តិចតែមើលក្រោយផងខ្លាចឡានរោងចក្រមកបុកបាសជើងបាននេះហើយបងប្អូនឃើញមើលនេះនិយាយទៅជុំវិញតំណងមែនតែនចង់និយាយថាទោះយ៉ាងណាយើងមកហូបមើលខាងនេះទៀតឃើញឡានមកមែននិយាយតន់ផុតពីមាត់ឡានមកនេះបងប្អូនបងប្អូនទាំងអស់គ្នាបាទបងប្អូនអ្នកខេត្តស្វាយរៀងយើងបាទចង់និយាយថាចង់ហូបបាទអីគេមានអីខ្លះនៅកន្លែងខ្ញុំមានងាវឆាបកាឆាងាវឆាបកាឆាយើងចង់ឆា7បន្ទះក៏បានឆា7ទុំក៏បានចង់ស្រស់ក៏បានដែរបាទហើយយើងមានមីឆាបុកល្ហុងអីចឹងណាបងបាទអូអញ្ចឹងបងប្អូនយើងនៅខេត្តស្វាយរៀងចង់មកហូបបាទនៅកន្លែងនេះពេលល្ងាចបាទកុំឲ្យតែមេឃភ្លៀងបែបឈៀលណែបាទវីយូsunsetបាទមើលទិដ្ឋភាពទីសភាពនៅខាងមុខកន្លែងគាត់លក់នៅបាទចិត្តលបងផ្ទះបាទម៉ែរបស់គាត់បងនិយាយទៅតំណងបងប្អូនទាំងអស់គ្នាបាទចង់និយាយទាំងចាស់ទាំងក្មេងមានអីល្ងាចឡើងមកអង្គុយដាក់មកកំប៉ុងអាជាក់ក៏មានដែរឃើញបងប្អូនតំណងស្រស់ស្រាយហើយទីតាំងនៅបច្ចៈទីតាំងមួយមកនៅចិត្តនៅខាងកើតស្ពានព្រែកភ្នែកភូមិស្វាយប៉ោព្រំបន្ទល់នឹងអង្គស្រែបាទជិះមកពីសំរោងមកចិត្តទេបាទនៅខាងនោះក៏មកចិត្តដែរហើយខាងភូមិស្វាយប៉ោទុកទាំងស្ដៅស្រុកនេះហែកស្វាយរៀងយើងហ្នឹងបាទស្វាយរៀងយើងនឹងឯងបងប្អូនទាំងអស់គ្នាចឹងបងប្អូនកុំភ្លេចមកគ្រប់ត្រូលបាទក្តីម្នាក់មួយផងមកហូបអីមកអង្គុយមើលទស្សនភាព
ดิสพีฟตัวมั้ง បាទ ไอ้ออกคนจ้ามั้ง បាទ អរគុណបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនអពុមីទាំងអស់គ្នាមិនថាទាំងអស់គ្នាត្រូវការ power bank ក៏ដូចជា accessory ទូរស័ព្ទបាទផ្សេងៗជាច្រើនមុខបាទជាង100មុខនៅក្នុង page ST លក់សម្ភារៈទូរស័ព្ទគ្រប់ប្រភេទបងប្អូនត្រូវការកុំភ្លេចណាខ្ញុំបាទប្រធានយូអ្នកលក់ផ្ទាល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងខ្ញុំបាទទាំងពីរម្នាក់មួយផងអរគុណច្រើន